รกมนุษย์เคยเนอะក្មេងពីរអ្នកសោះមើលមិនជាប់ផងទៅបើកប្រាក់ខែនៅផ្នែកហិរញ្ញវត្ថុខ្លួនឯងទៅថ្ងៃស្អែកមិនបាច់មកទៀតទេចៅហ្វាយរកឃើញកូនប្រុសកូនស្រីថៅកែហើយណែណានៅកន្លែងមើលចិត្តគ្នាទៀនកន្លែងមើលចិត្តគ្នាទៅធ្វើអីនៅទីនោះគឺជ្រើសរើសប្រពន្ធឲ្យចៅហ្វាយឆេពូបាំងផ្លូវពួកក្មួយហើយកូនអត់ពូជពីណាមកហ្នឹងទីនេះកន្លែងគេរកគូស្រករណាមិនមែនកន្លែងក្មេងលេងទេពួកយើងមិនមែនក្មេងអត់ពូជទេពួកយើងមានប៉ាតាចេះក្មេងអត់ពូជគឺអត់ពូជចឹងហើយនៅហ៊ានទៅមកជាមួយមនុស្សចាស់ទៀតគ្មានការអប់រំមកប្រាប់ឲ្យដឹងចុះកន្លែងនេះស័ក្តិសមបំផុតសម្រាប់រកគូបើហ៊ានតែរំខានពូរកគូប្រយ័ត្នតែរឿងធំទៅលោកពូយើងក៏មកទីនេះដើម្បីរកគូដែរតើមករកប្រពន្ធឲ្យប៉ាហេមិនដែរមិនបានគេណែមិនបានទេបើចង់លេងកូនក្មេងទៅលេងកន្លែងផ្សេងទៅកុំមករំខានពូរកគូទៅថយចេញទៅពួកឯងចាស់ប៉ុណ្ណឹងហើយមកដណ្ដើមកន្លែងក្មេងអត់ចេះខ្មាស់គេទេហេបងប្រុសនិយាយត្រូវពូឲ្យខ្មាស់ណាស់វ៉ែមីក្មេងអត់ពូទាំងពីរអ្នកនេះថ្ងៃនេះពូនឹងបង្រៀនឯងជំនួសម៉ែឯងម្ដងឈប់សិនមនុស្សប្រុសពេញវ័យម្នាក់មកធ្វើបាបក្មេងកណ្ដាលផ្លូវចឹងអត់ចេះខ្មាស់គេទេហេវ៉ែបងស្រីម្នាក់នោះលយម្លេះឆាប់មើលទៅនាងតូចឯងមកពីណាខ្ញុំកំពុងតែប្រដៅក្មេងទេកុំចេះដឹងរឿងអ្នកដទៃល្អជាងទោះជាប៉ារបស់ក្មេងក៏ដោយក៏មិនគួរវាក្មេងកណ្ដាលផ្លូវបែបនេះដែរបងស្រីគាត់មិនមែនប៉ាពូយើងទេខ្ញុំទីនេះដើម្បីរកប្រពន្ធទេសាក់ទៅសួរអ្នកក្រុមកុំជឹងមើលតាមពីអ្នកណាដែលមិនស្គាល់ឈ្មោះលីខៃនោះលីខៃលោកពិតជាមនុស្សដែលម៉ាក់ខ្ញុំណែនាំឲ្យស្គាល់មែនទេលីខៃលោកគឺជាមនុស្សដែលម៉ាក់ខ្ញុំណែនាំឲ្យមែនទេនាងគឺស៊ុយយីឈៀងចាស់កញ្ញាស៊ុយខ្ញុំពេញចិត្តរូបសម្រស់របស់នាងខ្លាំងណាស់មិនដឹងថានាងពេញចិត្តខ្ញុំដែរអត់ទេខ្ញុំមិនពេញចិត្តទេប្រាប់នាងឲ្យដឹងចុះខ្ញុំជាកូនតូខ្ញុំមានផ្ទះពីរល្វែងប្រាក់ខែខ្ញុំរាប់លានយកនាងធ្វើប្រពន្ធវាស័ក្តិសមខ្លាំងណាស់ហើយចេះមានអីអស្ចារ្យទៅខ្ញុំមានផ្ទះវីឡាមួយនៅភាគខាងត្បូងក្រុងឯណោះផ្ទះនៅជាក្រុងរបស់ឯងមិនបានស្មើនឹងតម្លៃcủaផ្ទះឯងមួយផងលោកពូឯងធំប៉ុណ្ណាទៅហើយការបង្គុំធំម្លេះអាតូចឯងមិននិយាយក៏គ្មានអ្នកណាថាឯងក៏ដែរលោកលីលក្ខខណ្ឌលោកពិតជាល្អមែនតែខ្ញុំអត់ចាប់អារម្មណ៍ទេកញ្ញាស៊ុយនាងស្លៀកពាក់បែបនេះមិនមែនចង់តាក់ទាញចំណាប់អារម្មណ៍ប្រុសទេអេលេងដែរមើលចុះនៅមានត្រចៀកនេះទៀតឃើញភ្លាមដឹងតែថាមកលក់ខ្លួនមកមែនអត់មាត់ឆ្កែមិនចេះនិយាយស្ដីឲ្យពីរោះទេស្លៀកពាក់មិនចេញរៀងមនុស្សផងនៅមកធ្វើខ្លួនថ្លៃថ្នូរស្អីនាងបើលោកនៅតែនិយាយផ្ដេសផ្ដាស់ទៀតខ្ញុំនឹងប្តឹងលោកពីបទបរិហាកេរ្តិ៍លេងដៃភ្លាមលេងដៃអេនាងហ៊ានជន់ជើងខ្ញុំផងប៉ាគឺលោកពូអាក្រក់ម្នាក់នេះហើយដែលធ្វើបាបខ្ញុំនឹងបងប្រុសមិញនេះបានបងស្រីនេះជួយកញ្ចក់ភ្នែកខ្ញុំទៅណាហើយកញ្ញាស៊ុយអរគុណដែលបានជួយកូនខ្ញុំដើម្បីជាការតបស្នងតើអាចសុំលេខទូរស័ព្ទបានទេអូមិនបាច់ទេរឿងតូចតាចតើនេះជានាមប័ណ្ណរបស់ខ្ញុំបើត្រូវការអីអាចទៅមកលេខនឹងបានមិនបាច់ក្រែងចិត្តទេបើនាងរវល់ហើយចឹងពួកយើងសុំលាសិនហើយម៉ាក់ស៊ុយយីឈីងកូនឯងពូកែណាស់ណោះសំបីតែគូដណ្ដឹងក៏ហ៊ានវីដែរអេ